បងប្រព័ន្ធគ្រប់គ្រងអាជីវកម្មរបស់ក្រុមហ៊ុន TSD ឥឡូវអាប់ដេតខ្លាំងមែនទែនឥឡូវនេះបងអ្នកគ្នាអាចប្រើប្រព័ន្ធគ្រប់គ្រងអាជីវកម្មលើទូរស័ព្ទ Android ក៏បានលើទូរស័ព្ទ Apple iOS ក៏បានប្រើនៅលើ computer ក៏បានប្រើនៅលើ tablet ក៏បានប្រើនៅលើម៉ាស៊ីនគិតលុយក៏បានតែប៉ុណ្នេះហើយបងអ្នកជាម្ចាស់អាជីវកម្មគឺអាចគ្រប់គ្រងអាជីវកម្មបានយ៉ាងដិតដល់គ្រប់ទីកន្លែងតែម្ដងបើសិនជាបងចង់ទៅឡើង app វិញគឺអត់មានពិបាកសោះតែម្ដងគឺបងចូលទៅកាន់ App Store បើសិនជាបងប្រើ Apple បងវាយជាមួយនឹង TSD Pulse ហើយបើសិនជាបងប្រើ Samsung ឬក៏ Android អីបងចូលទៅកាន់ Play Store វាយ TSD Pulse ដូចគ្នាចុច download មកដូច download app ផ្សេងៗអញ្ចឹងបន្ទាប់មកបងបើកជាមួយនឹង app មកនៅពេលដែល download រួចហើយមកដល់កន្លែងនេះគឺបងវាយជាមួយនឹង username ហើយក៏ដូចជា password របស់ Pulse របស់បងហើយយើងមាន3ភាសាបងចង់ប្រើភាសាណាក៏បានដែរ English ខ្មែរឬក៏ចុងវិញក៏បានដែរឃើញនៅពេលបងប្រើប្រាស់ជាមួយនឹងប្រព័ន្ធគ្រប់គ្រងអាជីវកម្មរបស់ក្រុមហ៊ុន TSD គឺទំនើបអញ្ចឹងតែប៉ុណ្នេះគឺបង្កើតភាពងាយស្រួលជូនបងកាន់តែមួយកម្រិតទៀតជាពិសេសគឺបងមកដែលជាម្ចាស់អាជីវកម្មដូចជាហាងកាហ្វេហាងលក់សម្លៀកបំពាក់ភោជនីយដ្ឋានជាពិសេសគឺហាងដែលគាត់បើកជាមួយនឹង franchise លក់ franchise មានច្រើនសាខាពេញសាខាខេត្តឬក៏បើកជាមួយនឹង resort ដែលបងនៅពេញប៉ុន្តែ resort បងនៅខេត្តដូចជាកោះរ៉ុងឬក៏អីអញ្ចឹងបងអាចគ្រប់គ្រងអាជីវកម្មបងបានយ៉ាងងាយស្រួលដូចបងនៅចិត្តអាជីវកម្មបងអញ្ចឹងបងអាចតាមដាននៃការលក់អាចមើលអំពីចំណូលរបស់ហាងចំណាយរបស់ហាងជាប្រចាំជាថ្ងៃជាខែជាឆ្នាំហើយក៏បងអាចមើល stock បានដែរ stock វិញក៏គឺច្បាស់មែនតើបងអាចមើល stock តែមួយថា stock មានអីគេខ្លះអវ៉ាន់នេះគេខ្លះអវ៉ាន់ណាខ្លះចិត្តអស់អវ៉ាន់ណាលក់ដាច់ជាងគេអវ៉ាន់ណាលក់មិនដាច់បងអាចគ្រប់គ្រងទៅលើបងដែលបានចេញហើយបងណាដែលភ្ញៀវបង់លុយរួចបងណាដែលភ្ញៀវអត់តាន់បង់លុយអីគឺច្បាស់មែនតើបងអាចគ្រប់គ្រងទៅលើបុគ្គលិកឬក៏សាខាផ្សេងឬក៏សាខា franchise បានយ៉ាងច្បាស់លាស់មែនតើបងនិយាយទៅគឺមាន function ជាច្រើនទៀតដែលបងមកដែលជាម្ចាស់អាជីវកម្មគាត់ត្រូវការនិយាយទៅគឺយើងកាន់តែធ្វើយ៉ាងណាឲ្យកាន់តែមានភាពងាយស្រួលសម្រាប់អតិថិជនរបស់ក្រុមហ៊ុន TSD អញ្ចឹងបើសិនជាបងអ្នកគ្នាមានគម្រោងក្នុងការបើកជាមួយនឹងអាជីវកម្មចង់រកជាមួយនឹងឈប់ម៉ាស៊ីនគិតលុយឬក៏ប្រព័ន្ធគ្រប់គ្រងអាជីវកម្មដែលមានភាពទំនើបងាយស្រួលច្បាស់លាស់អញ្ចឹងមកកាន់ក្រុមហ៊ុន TSD ដើម្បីមើលជាមួយនឹងឈប់ម៉ាស៊ីនផ្ទាល់ឬក៏តែជាមួយនឹង application ថាតើវាសម្រួលជាមួយនឹងការងារបងបានច្រើនប៉ុណ្ណាប៉ុន្តែជឿថានៅពេលដែលបងមកដឹងតែពេញចិត្តតែម្ដង